បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងមកត្រឡប់មកជួបគ្នាជាមួយនឹងមេរៀនបន្តទៀតបាទថ្ងៃនេះគឺយើងសិក្សាទៅលើមេរៀនកម្រិត ASK 3បាទដែលចំណងជើងនៃអត្ថបទរបស់យើងគឺបាទអ្នកទាំងអស់គ្នាឃើញនេះគឺយើងនិយាយអំពី生活习惯ដែលយើងបកថាទម្លាប់នៃការរស់នៅបាទទម្លាប់នៃការរស់នៅអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅមើលទាំងអស់គ្នាបាទចូលទៅមើលនៅអត្ថបទរបស់យើងបាទដោយអត្ថបទរបស់យើងនេះគឺខ្ញុំនឹងធ្វើការបកប្រែទាំងស្រុងទាំងអស់ហ្មងហើយចាំបងប្អូនទាំងអស់គ្នាយើងកត់ទុកបាទកត់ទុកនៅពាក្យពិបាកមួយចំនួនបាទដើម្បីយើងធ្វើការរៀនសូត្របាទរៀនសូត្រពេលយើងភ្លេចអីយើងអាចមើលបានអញ្ចឹងបាទឥឡូវសម្រាប់អត្ថបទរបស់យើងគឺយើងនិយាយអំពីកិច្ចសន្ទនាមួយដែលXiaomi បាទXiaomi ជាមួយនឹងតាឡុងគាត់និយាយគ្នាបាទគឺតួអង្គរបស់អត្ថបទយើងគឺមានតែប៉ុណ្្នឹងទេបាទគឺមានតែឈ្មោះហ្នឹងXiaomi ហើយនឹងតាឡុងបាទឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាបាទដែលXiaomi គាត់និយាយថាតាឡុង你怎么一直在打哈欠呢你怎么一直在打哈欠呢គាត់និយាយថាតាឡុងអ្នកបានអ្នកហេតុអ្វីបាទមិនក៏បាទអ្នកចាំមើលនេះគឺយ៉ាងម៉េចបាទអ្នកយ៉ាងម៉េចអ៊ីជឺនេះគឺរហូតបាទអ៊ីជឺតាហាឈៀនគឺស្ងាប់បាទតាឡុងអ្នកយ៉ាងម៉េចបានស្ងាប់រហូតអញ្ចឹងបាទបាទហើយតាឡុងគាត់និយាយ为了上课不迟到បាទដើម្បីចូលរៀនមិនយឺតបាទអញ្ចឹងឡើយគាត់និយាយថាដើម្បីមកចូលរៀនមិនយឺត早上起得太早了បាទពេលព្រឹកក្រោកពីគេងលឿនពេកបាទថាងើបពីគេងពេលព្រឹកនឹងលឿនពេកបាទអញ្ចឹងមិនហើយគាត់ស្ងាប់នឹងហើយXiaomiសួរទៀត你几点起床的你几点起床的អ្នកក្រោកពីគេងម៉ោងប៉ុន្មានបាទហើយតាឡុងគាត់និយាយថា6点就起了6点就起了ម៉ោង6ក្រោកហើយបាទម៉ោង6ក្រោកហើយហើយXiaomiគាត់និយាយទៀត早上不是8点才上课吗早上不是8点才上课吗ពេលព្រឹកមិនម៉ោង8បានទៅចូលរៀនមែនទេគាត់និយាយថាពេលព្រឹកម៉ោង8បានចូលរៀនអីខ្លាតបត់ហ្នឹងអញ្ចឹងយើងបកឲ្យចំមកគឺថាពេលព្រឹកមិនបាទមិនម៉ោង8ទៅចូលរៀនមែន你怎么起那么早你怎么起那么早អ្នកហេតុអ្វីក្រោកពីគេងលឿនម្លេះបាទ那么早លឿនម្លេះបាទ怎么起នេះ起床បាទ怎么起床那么早មិនបានក្រោកពីគេងលឿនម៉េះបាទហើយតាឡុងគាត់និយាយថា因为我早上既要运动又要洗澡因为我早上既要运动既要运动又要洗澡ពីព្រោះតែពេលព្រឹកខ្ញុំត្រូវហាត់កីឡាផងហើយក៏ត្រូវងូតទឹកទៀត所以我6点就要起来所以我6点就要起来ដូច្នេះហើយខ្ញុំម៉ោង6គឺត្រូវក្រោកមកហើយបាទអញ្ចឹងបន្តទៀតXiaomiគាត់សួរទៀតបាទ你习惯早上运动洗澡吗你习惯早上运动洗澡吗បាទអ្នកទម្លាប់ពេលព្រឹកហាត់កីឡានិងងូតទឹកមែនទេ是啊មែនហើយបាទ我一直都是早上运动洗澡我一直都是早上运动洗澡បាទត្រូវហើយមែនហើយបាទខ្ញុំរហូតបាទរហូតហ្នឹងបាទថារៀងរាល់ថ្ងៃហ្នឹងណាបាទខ្ញុំពេលព្រឹកអានេះយើងកុំតណាបកណាកន្លែងនេះណាបើយើងនិយាយខ្ញុំគឺពេលព្រឹកហាត់កីឡានិងងូតទឹករហូតហ្នឹងបាទរហូតហ្នឹងឡើងអ៊ីជឺនេះណាបាទអញ្ចឹងយើងអត្ថបទរបស់យើងប្រយោគរបស់យើងគឺយើងនិយាយចេះ我一直都是早上运动洗澡យើងបកមកថាខ្ញុំពេលព្រឹកហាត់កីឡានិងងូតទឹករហូតហ្នឹងបាទ
ហើយឧសាមីគាត់សួរទៀតបាទ那你一般那你一般什么时候睡觉呢那你一般什么时候睡觉呢អញ្ចឹងបាទអ្នកនេះគឺអញ្ចឹងអ្នកជាធម្មតាពេលណាចូលគេងបាទអញ្ចឹងអ្នកជាធម្មតាពេលណាចូលគេងហើយតាឡងគាត់និយាយមកបាទ说实话បាទនិយាយតាមត្រង់ចុះបាទកន្លែងណា说实话និយាយការពិតទៅចុះបាទកងជាប់以后បាទក្រោយពេលការចប់ការងារបាទកងជាប់以后បាទ因为要加班ពីព្រោះតែត្រូវធ្វើការថែមម៉ោងបាទពីព្រោះតែត្រូវធ្វើការថែមម៉ោង我一般晚上12点半左右睡觉睡我一般晚上12点左右12点半左右มาอ่านลองเดียดแบบว่า一般晚上12点半左右睡แต่นี่คือบอกแท้ខ្ញុំជាធម្មតាពេលយប់ម៉ោង12កន្លះប្រហែលម៉ោង12កន្លះកន្លែង左右នេះគឺបកថាប្រហែលណាកន្លែងហ្នឹង12点半左右បាទប្រហែលជាម៉ោង12កន្លះស៊ុយគេងបាទអញ្ចឹងយើងបកថាខ្ញុំជាធម្មតាពេលយប់ប្រហែលជាម៉ោង12កន្លះហ្នឹងគេងបាទ第二天早上8点才起床去上班បាទថ្ងៃទី2ពេលព្រឹកម៉ោង8បាទម៉ោង8ទៅក្រោកពីគេងទៅធ្វើការបាទកន្លែងនេះណា第二天早上8点才起床去上班បាទថ្ងៃទី2ទៅក្រោកពីគេងថ្ងៃទី2ពេលព្រឹកក្រោកពីគេងម៉ោង8ទៅធ្វើម៉ោង8ទៅក្រោកពីគេងទៅធ្វើការបាទហ្នឹងថ្ងៃទី2នេះបានថាស្អែកឡើងហ្នឹងបាទយប់ម៉ោង12ហ្នឹងគាត់គេងហើយព្រឹកឡើងហ្នឹងគាត់ងើបម៉ោង8ហ្នឹងបាទ可是现在可是现在一边工作一边休息一边学习吧可是现在一边工作一边学习បាទក៏ប៉ុន្តែពេលនេះបាទក៏ប៉ុន្តែណា可是នេះក៏ប៉ុន្តែឥឡូវនេះបាទ现在一边工作បាទធ្វើការផង一边学习រៀនផងបាទយើងនិយាយថា一边工作一边学习នេះគឺថាធ្វើការផងរៀនផងបាទកន្លែងនេះบอกអញ្ចឹង以前的បាទ以前的作息以前的作息习惯还是改不了បាទ以前的នេះតបាទមែនទីទេបាទ以前的作息习惯还是改不了បាទបានថា作息នេះគឺការងារនិងសម្រាប់បាទការងារនិងការសម្រាប់អញ្ចឹង作息习惯នេះគឺយើងមកថាទម្លាប់ការងារនិងសម្រាប់បាទអញ្ចឹងគាត់និយាយថាទម្លាប់ធ្វើការនិងសម្រាប់ពីមុនហ្នឹងឥឡូវមិនទាន់អាចកែប្រែបានទេបាទហើយគឺនៅតែមិនទាន់អាចកែបានហើយគឺកែពូលវកែនេះគឺកែប្រែណាបាទកែពូលវ对我来说បាទនិយាយចំពោះខ្ញុំវិញបាទសម្រាប់ខ្ញុំបាទមកអញ្ចឹង对我来说នេះសម្រាប់ខ្ញុំឬក៏ចំពោះខ្ញុំអញ្ចឹងណា学校的上课时间太早了បាទសម្រាប់ខ្ញុំ学校的上课时间太早了ពេលវេលាចូលរៀនរបស់សាលាបាទពេលវេលាចូលរៀនរបស់សាលានេះ学校的上课时间គឺពេលវេលាចូលរៀនរបស់សាលា太早了លឿនពេកហើយបាទលឿនពេកហើយបាទឥឡូវយើងមើលបន្តទៀតអញ្ចឹងឧស្សាមីគាត់និយាយម្ដង那从今天起那从今天起បាទអញ្ចឹងចាប់ពីថ្ងៃនេះតទៅបាទ从今天起នេះគឺយើងមកថាចាប់ពីថ្ងៃនេះតទៅអញ្ចឹងចាប់ពីថ្ងៃនេះតទៅ你试一试每天10点半上床睡觉吧你试一试每天10点半上床睡觉បាទអ្នកសាកល្បងមើលបាទ试一试នេះគឺសាកល្បងមើលរាល់ថ្ងៃម៉ោង10កន្លះបាទឡើងលើគ្រែគេងបាទអញ្ចឹងឧស្សាមីនេះគាត់ប្រាប់តាឡងឲ្យសាកល្បងមើលរាល់ថ្ងៃម៉ោង10កន្លះឡើងគ្រែគេងទៅបាទ早上6点起បាទ早上6点起ពេលព្រឹកម៉ោង6ឈីនេះឈីគេបាទគឺឈីច្រងបាទ
ពេលព្រឹកមក6ក្រោកពីគេងបាទជានឈឺអ៊ីតាន់សជានបាទថាប្រកាន់ខ្ជាប់មករយៈពេលខ្លីមកបាទបើន័យថាឲ្យតាក់ឡងហ្នឹងគាត់ម៉ោង10កន្លះនេះចូលគេងម៉ោង6ព្រឹកងើបហើយឲ្យគាត់ប្រកាន់ខ្ជាប់អានេះអាពីរហ្នឹងបាទមករយៈពេលខ្លីមកជានឈឺអ៊ីតាន់សជានបាទជាវស៊ីគាន់ឡានឹងទម្លាប់ហើយបាទជានឈឺជានឈឺអ៊ីតាន់សជានជាវស៊ីគាន់ឡាបាទថាយើងធ្វើវាមករយៈពេលខ្លីមកយើងនឹងត្រឡប់ហើយបាទអ៊ីហ្វាងមានបាទបានន័យថាអ៊ីហ្វាងមាននេះគឺ1បាទ1ឬក៏1ខ្មែរយើងបកថាមួយផ្នែកអីចឹងណានេះចាំយើងអត្ថបទហ្នឹងគឺ1អាចធ្វើចោសាងចោស៊ុយចោឈីទួយសិនធីហោបាទ1នៅពេលដែលយើងខ្មែរយើងនិយាយថា1ពេលយើងឆាប់គេងឆាប់ក្រោកគឺធ្វើឲ្យមានទួយសិនធីហោនេះគឺធ្វើឲ្យសុខភាពល្អបាទធ្វើឲ្យសុខភាពល្អលីងអ៊ីហ្វាំងមានហើយមួយទៀតវៃលសាំងខពូស៊ុយចៅដើម្បីឲ្យពេលរៀនហ្នឹងអត់គេងវៃលសាំងខពូស៊ុយចៅដើម្បីឲ្យរៀនអត់គេង你也要改变一下你的作息习惯បាទចឹងកន្លែងនេះខ្ញុំនិយាយម្ដងទៀតបាទ1ឆាប់គេងឆាប់ក្រោកធ្វើឲ្យសុខភាពល្អហើយមួយទៀតដើម្បីឲ្យពេលរៀនហ្នឹងអត់គេងបាទណាដើម្បីឲ្យពេលរៀនអត់គេងបន្តទៀត你也要改变一下你的作息习惯បាទអ្នកក៏ត្រូវកែប្រែបាទកែប្រែបន្តិចនៅទម្លាប់កែប្រែបន្តិចនៅទម្លាប់ធ្វើការនិងសម្រាប់របស់អ្នកបាទផងដែរបាទហើយតាឡងគាត់និយាយថាហៅប៉ាវ៉ាស៊ឺអ៊ីស៊ឺអូខេបាទខ្ញុំនឹងសាកល្បងមើលបាទសាកល្បងនេះសាកល្បងគេងម៉ោង10កន្លះហើយក្រោកវិញគេងម៉ោង6បាទហើយឧស្សាមីគាត់និយាយទៀតនេះហើយមិនឈឺចោលហ្វានបាទអ្នកមិនទាន់ញ៉ាំអាហារពេលព្រឹកទេមែនចូលទៅ我们一起去食堂ពួកយើងទៅអាហារដ្ឋានអ្នកនរគ្នាបាទជាមួយគ្នាបាទ一起នេះគឺជាមួយគ្នាបាទតាឡុងបាទតាឡុងគាត់និយាយថា我不去了ខ្ញុំអត់ទៅទេបាទខ្ញុំមិនទៅទេ我不吃早饭ខ្ញុំមិនញ៉ាំអាហារពេលព្រឹកទេបាទ并且现在一点也不饿បាទ并且现在一点也不饿ហើយនឹងឥឡូវនេះអត់ឃ្លានអីបន្តិចផងបាទអ៊ីទៀយើពួកបន្តិចក៏មិនឃ្លានផងកន្លែងនេះខ្ញុំบอกអញ្ចឹងណាបាទអញ្ចឹងថាហើយនឹងឥឡូវហ្នឹងអត់ឃ្លានអីបន្តិចផងមកខ្មែរយើងនិយាយអញ្ចឹងណាតែនេះយើងបកចំន័យមកគឺបន្តិចក៏មិនឃ្លានផងបាទហើយឧស្សាមីគាត់និយាយទៀត难道这个也是你的习惯吗难道这个也是你的习惯吗បាទតើវាជាតើអាចថា这个តើអាចថានេះក៏បាទ这个也是你的习惯តើអាចថានេះក៏ជាទម្លាប់របស់អ្នកដែរមែនបាទកន្លែងពាក្យណានតោហ្នឹងគឺយើងបកថាតើអាចតើអាចថាបាទយើងបកថាណាតើអាចថានេះក៏ជាចង់និយាយថាហើយនឹងក៏ជាណាបកថាតើអាចថានេះគឺជាទម្លាប់របស់អ្នកដែរមែនបាទអីគេនេះហ្នឹងគឺសំដៅទៅលើនេះអត់ញ៉ាំបាយនេះហើយតាឡងគាត់និយាយថា以前工作很忙បាទពីមុនការងាររវល់ណាស់没有时间吃早饭បាទអត់មានពេលវេលាញ៉ាំបាយពេលព្រឹកទេញ៉ាំអាហារពេលព្រឹកទេ时间一长ដល់ពេលដែលពេលវេលាវែងបាទមានពេលវេលាច្រើនបាទ也就习惯不吃早饭了ក៏ទម្លាប់អត់ញ៉ាំអាហារពេលព្រឹកបាត់ទៅហើយបាទថាកាលពីមុនហ្នឹងការងាររបស់គាត់រវល់ណាស់អត់មានពេលវេលាញ៉ាំបាយពេលព្រឹកទេក៏តែឥឡូវមានពេលវេលាបាទសជាអ៊ីឆាងដល់ពេលមានពេលវេលាវែងបាទ
dễ chiêu sĩ quan phụ sư chào phan là có tùm lọp ọt nhằm ấy bạn ta hơi và chẳng mà có ọt nhằm mà hãy u sẽ mấy quan hệ điện chơi dạng phụ sáng chẳng mình lọ tê và chẳng mình lọ tê phụ sáng này cứ mình ok tê và chẳng mình ok tê phụ sư chào phan tôi身体不好mình thả ọt nhằm mà hà bếp rất phụ ỏi sọc phiếp ọt lọ tê và 这个习惯一定得改吧这个习惯一定得改吧ตุ่มรอบมือนี้คือประกอบบ่าอีติงนี่คือประกอบบ่าประกอบត្រូវតែកែប្រែបាទ这个习惯គឺ这个习惯一定得改បាទตุ่มรอบมือนี้คือประกอบណាគឺត្រូវតែកែប្រែវាចេញបាទ我们去吃你我们去吃你最喜欢的牛肉拉面吧我们去吃你最喜欢的牛肉拉面ពួកយើងទៅញ៉ាំកាទៀវបាទកាទៀវក៏មីនេះមកកាទៀវសាច់គោដែលអ្នកចូលចិត្តបំផុតបាទជាមួយយ៉ាងញ៉ាំមិនដែរបាទដល់ទៀតហើយតាឡងតា好吧 OK 可是ក៏ប៉ុន្តែ小米ក៏ហៅ小米នេះ小米你有一个习惯也一定得改បាទអ្នកក៏មានបាទ你有一个អ្នកមានទម្លាប់មួយក៏ប្រកាសត្រូវតែកែប្រែដែរបាទក៏ត្រូវតែកែប្រែដែរបាទ什么习惯ណា小米គាត់ដឹងថាទម្លាប់អីគេហើយតាឡងគាត់និយាយថា不运动的习惯ណាទម្លាប់ដែលមិនហាត់ប្រាណហ្នឹងបាទគាត់និយាយថា小米អត់ហាត់ប្រាណអញ្ចឹងណាបាទទម្លាប់ដែលមិនហាត់ប្រាណហ្នឹង你周末不是在家睡懒觉就是看电视អ្នកចុងសប្តាហ៍មិនចង់និយាយថាមិននៅផ្ទះមិននៅផ្ទះណាគឺនិយាយថាកន្លែងពាក្យពុសនេះបានន័យថាមិនអញ្ចឹងអីមិនអីគេមិនអីគេអញ្ចឹងណាមិនបានន័យថាមិនទេណាបានន័យថាអ្នកចុងសប្តាហ៍មិននៅផ្ទះមើលទូរទស្សន៍ដេកមើលទូរទស្សន៍អីកន្លែងហ្នឹងគាត់អញ្ចឹងស៊ុយឡានចែវនេះគឺដេកបាទដេកលេងអញ្ចឹងណាដេកឡាននេះគឺយើងបកខ្ជិលដេកខ្ជិលអីចឹងដែរបាទអញ្ចឹងយើងបកមកគឺយើងបកថាដេកហើយមើលទូរទស្សន៍អីចឹងដែរបាទកន្លែងនេះបើថាអ្នកចុងសប្តាហ៍មិននៅផ្ទះហើយដេកមើលទូរទស្សន៍មិនអញ្ចឹងអី这样对身体也不好ហើយអញ្ចឹងក៏ធ្វើឲ្យសុខភាពមិនល្អផងដែរបាទឧស្សាហ៍មីគាត់និយាយទៀត你说的对អ្នកនិយាយត្រូវហើយបាទអ្នកនិយាយត្រូវ那这个周末我们一起去打羽毛球吧បាទអញ្ចឹងចុងសប្តាហ៍នេះពួកយើងទៅបាទលេងកីឡាវាយសីជាមួយគ្នាបាទទៅលេងកីឡាវាយសីជាមួយគ្នាបាទហើយអត្ថបទនេះគឺមានតែប៉ុណ្ណឹងបាទហើយអញ្ចឹងសម្រាប់បងប្អូនយើងទាំងអស់គ្នាដែលបានមើលវីដេអូនេះហើយយើងអាចមើលម្ដងទៀតបានហើយកន្លែងណាដែលខ្ញុំបកប្រែទៅមានចំណុចខ្វះខាតអីអាច comment សួរក៏បានឬក៏អាចធ្វើការស្រាវជ្រាវបន្ថែមខ្លួនឯងទៀតណាព្រោះមានចំណុចមួយចំនួនហ្នឹងខ្ញុំក៏បកទៅក៏មិនសូវជាច្បាស់ប្រហែលទេដោយសារយើងធ្វើវីដេអូអញ្ចឹងហើយនឹងមួយទៀតដោយសារតែពេលខ្លះទៅនិយាយទៅក៏អាចមានពាក្យខ្លះផ្លេចពាក្យខ្លះអីចឹងណាបាទអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការមើលហើយមើលទៀតបានហើយយើងសិក្សាស្វែងយល់បន្ថែមខ្លួនឯងទៀតបាទ